Kingsley Coman សុទ្ធស្នាម Goal Cristiano Ronaldo មានការបើគឺអាក់ស៊ីបើពី Kingsley Coman បើ Cristiano Ronaldo រត់ទៅបើគឺផ្ទះផ្លានេះគ្មានសល់ទេនាំមុខ1-0បាទចុងម៉ោងនៃការប្រកួតទៅហើយបាទនាទីទី43បាទសម្រាប់ការប្រកួតតាំងទី1បើទោះបីជាក្រុមបាល់ទាត់បាទហេឡាល់បើប្រឹងសម្រុកយ៉ាងណាក៏ដោយបាទផ្ទះបាល់ក្នុងប្រអប់នេះបាទអ្នកចាំទីផ្ទះត្រូវបាល់ដែរបាទតែបាល់នេះបាទលបឿនលឿនគៀកបាទពេកធ្វើបាល់នេះអត់អាចជះចេញឆ្ងាយទេបាទក៏បំប៉ោងសំណាញ់ទីបាទRobin ឬក៏ Ruben ដែរបាទតាមបិទ Cristiano Ronaldo ពីក្រោយបាទសម្លឹងបានថាសម្លឹងមើលបាល់ចូលសម្លាញ់ទីទេ1-0តែបាទក្របបាល់ទី958នៅក្នុងអាជីពបាទសម្រាប់ Cristiano Ronaldo បាទកាពីតែនវ័យ40ឆ្នាំរូបសង្ហាឱកាសពីក្រុមបាល់ទាត់អាល់ហីឡាល់មកខំលោកមន្ត្រីយ៉ាងណាចង្អុលមកផ្ដាល់បាល់ពេណាល់ទីដែរបាទរ៉ាប់រងភិលៈបាទដោយកីឡាករ Zarem Al-Dosri ចង់ជាប់មាត់បាទ Al-Dosri 1-1បាទគ្មានសល់ទេ57នាទីបាទតាមស្មើមកវិញដោយក្រុមម្ចាស់ផ្ទះ Al Hilal បាទក្រោយមានការបង្កកំហុសឲ្យមានបាល់បាទពីនៃ11ម៉ែត្រពីខ្សែការពារ Mohamed Zimekan មកទៅលើកីឡាករបាទ Malcolm បាទណែអ្នកចាំទីបាទខកបាទមកមុំខាងឆ្វេងដៃរបស់គាត់ប៉ុន្តែអ្នកដែលទាត់មកមុំខាងឆ្វេងដៃរបស់អ្នកទាត់ដូចគ្នាបាទអញ្ចឹងគឺដាច់ចង្កេះអ្នកចាំទីតែម្ដងគាត់ទៅពី Robin Neves ថែមស្លាប់ឯណាបាល់ចូលសំណាញ់ទីបានសម្រេចបាត់ទៅហើយ2-1ជាស្រ័យបងប្អូនយើងបាទរូបភាពឆ្ងាយហើយព្រាលបាទដឹងតែខាងក្រុមបាល់ទាត់ Hilal អាល់ហីឡាល់បាទរត់ទៅបន្ថែមតែមិនដឹងថាបាល់នេះចូលឬក៏មិនចូលទេប៉ុន្តែបាទយើងឃើញ reaction របស់កីឡាករបាទគឺគាត់បាទបង្ហាញកាយវិការគឺអបអរសាទរបាទយើងទស្សនារូបភាពយឺតបាទការដែល clear មិនផុតពីរបស់ប៊ូសាល់បាទតែពី Marcelo Brozovic Al-Dosri ក៏ទម្លាក់ឲ្យ Ruben Neves ក្រោះបាល់ចូលទៅបាទគឺរត់ទៅថែមស្ដាំណែប្លង់នេះបានឃើញការថែមបញ្ចូលទីបាទច្បាស់បាទតែម្ដងពីបាទសំណាក់ខ្សែបំរើដែលទៅតែបដូរចូលបាទគឺ Gano បាទ Mohamed Gano បាទនាំមក2-1បាទអញ្ចឹងគឺបាយហើយបាទដាច់ដល់ទៅ7ពិន្ទុឯណោះបាទទស្សនិកជនបាទមិនជារឿងលេងសើចទេបើសិនជាការប្រកួតបញ្ចប់ទៅ90នាទីដោយបែបនេះបាទអញ្ចឹងកម្រិតបាទគឺរវាងក្រុមបាល់ទាត់អាល់ហីឡាល់បាទនិងក្រុមអានូសាគឺរហូតដល់7ពិន្ទុឯណោះដល់កបងប្អូននាទីតែ3-1ត្រូវមែនណាបាទ Robin Neves លើកនេះបាទគឺជាអ្នករ៉ាប់រងបាល់ពេណាល់ទីបាទកីឡាករសញ្ជាតិ Portugal Robin Neves ឬក៏ Ruben Neves បាទ Robin Neves ដកដង្ហើមធំបាទឆ្វេងឬក៏ស្ដាំ Robin Neves 3-1បាទសុទ្ធមកមុំដដែលបាទដែលកីឡាករ Al-Dosri បាទសុទ្ធបាទការពីក្របបាល់ទី1តាមស្មារមនុស្សបាទគិតទៅអត់ឈ្នះ Al Hilal តតែមែនបាទសម្រាប់ក្រុមបាល់ទាត់ Al Nassr បាទគិតទាំងការប្រកួតនេះជួបគ្នា11លើកបាទគឺ Al Nassr ចាញ់ដល់ទៅ7ដងទៅហើយបាទ Cristiano Ronaldo បាទគាត់ហួសចិត្តបាទជាមួយនឹងការប្រកួតនេះបាទកាយវិការគាត់បាទគាត់អត់មានអីត្រូវនិយាយទេបាទ Nothing to say បាទអត់មានអីត្រូវនិយាយទេបាទគាត់ប្រឹងប្រែងអស់ហើយបាទគឺកំហុសកើតចេញតែពីកូនក្រុមកើតចេញតែពីមិត្តរួមក្រុមគាត់ហ្នឹងបាទជាពិសេសគឺអ្នកចាំទីបាទ Navas Al-Khaedi បាទគឺបង្កកំហុសដែលបាទមិនគួរកើតមានតរសោះបាទគឺកំហុសដែលបើយើងនិយាយភាសាឲ្យសាមញ្ញនិងអាក្រក់ស្រាប់គឺថាការបង្កើតកំហុសដ៏អត់ប្រយោជន៍បំផុតណាបាទឲ្យបានកើតកំហុសទៅទាំងដែលមិនមែនជាចំហបាល់ក្នុងហ្គេមកំហុសប្រកួតណាបាទញ៉ាំកណ្ដាលក្នុងកញ្ចាបញ្ចប់ការប្រកួតជាផ្លូវការបាទអបអរសាទរជ័យជំនះទៅដល់ Al Hilal បាទសោកស្ដាយសម្រាប់ Al Nassr ផងបាទលទ្ធផលគឺបានយកឈ្នះបាទ3-1បាទអរគុណច្រើនបងប្អូនជួបគ្នានៅក្នុងការប្រកួតបាទក្រោយជាបន្តទៀតបាទ Kingsley Coman សុទ្ធស្នា